សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញពីរបៀបនៅក្នុងការទិញទំនិញពី website មួយទៀតគឺ website 1688ដែល website 1688ហ្នឹងគឺទាមទារឲ្យបងប្អូនទាំងអស់គ្នាមានកម្មវិធីមួយទៀតគឺកម្មវិធី Alipay ដែល Alipay ហ្នឹងគឺជា app មួយដែលវាមានតួនាទីចាំបាច់ពីរសំខាន់ទីមួយគឺភ្ជាប់ account ជាមួយ1688ដើម្បីធ្វើការប្រើប្រាស់កម្មង់ទិញទំនិញទី2គឺដើម្បីធ្វើការបញ្ជាទិញដោយសារតែក្នុងកម្មវិធី1688ហ្នឹងគឺយើងអាចចាយលុយតាមរយៈ Visa Card ឬក៏ Master Card បានទេអញ្ចឹងយើងទាមទារនៅក្នុងការចាយលុយតាមរយៈ Alipay អញ្ចឹងបងប្អូនទាំងអស់គ្នាចាំបាច់ត្រូវការ download app Alipay មួយបន្ទាប់មកទៀតគឺយើងបង្កើត account Alipay អញ្ចឹងយើងចាប់ផ្ដើម download មកហើយបង្កើត account Alipay ជាមុនសិនមុននឹងអាចធ្វើការកម្មង់ទិញពី1688បានអញ្ចឹងយើងចុចលើ Alipay មកហើយយើងមកដល់កន្លែងនេះយើងបំពេញលេខទូរស័ព្ទអញ្ចឹងកន្លែងបំពេញលេខទូរស័ព្ទនេះបងប្អូនទាំងអស់គ្នាដូរប្រទេសដូរពី China មក Cambodia អញ្ចឹងបងប្អូនទាំងអស់គ្នា select លើពាក្យខាងលើហ្នឹងទៅកន្លែង China ហ្នឹងហើយបន្ទាប់មកទៀតយើងស្វែងរកពាក្យថា Cambodia យើង scroll ចុះមកក្រោមស្វែងរកពាក្យថា Cambodia នៅកន្លែងនេះយើងចុចលើ Cambodia មកបន្ទាប់មកទៀតយើងបំពេញលេខទូរស័ព្ទសម្រាប់លេខទូរស័ព្ទរបស់យើងគឺយើងអត់ចាំបាច់ដាក់0ពីមុខទេអត់ចាំបាច់ដាក់0ពីមុខទេយើងគ្រាន់តែបំពេញលេខទូរស័ព្ទរបស់យើងពីក្បាលរហូតមកកាត់0ចេញខ្ញុំឧទាហរណ៍លេខទូរស័ព្ទដែលយើងប្រើហើយយើងធ្វើការបំពេញមកបន្ទាប់មកទៀតយើងចុចពាក្យថា sign up អញ្ចឹងបងប្អូនទាំងអស់គ្នាបំពេញលេខទូរស័ព្ទរួចចុចពាក្យថា sign up មកបន្ទាប់មកទៀតចុចពាក្យ agree មកដល់កន្លែងនេះគឺយើងកំពុងតែរងចាំកូដឲ្យក្រុមហ៊ុនគេផ្ញើកូដមកឲ្យណាអញ្ចឹងនេះគឺជាកូដបងប្អូនទាំងអស់គ្នាយកកូដហ្នឹងយកមកបំពេញនៅក្នុងកឡោនទាំង4ហ្នឹងមកអូខេឥឡូវហ្នឹងគឺវាឲ្យយើង log in ហើយយើងចុចពាក្យថា log in now មកដល់កន្លែងនេះគឺមានន័យថាយើងបានបង្កើត account រួចហើយដើម្បីបញ្ជាក់ពីការបង្កើត account របស់យើងចុចសញ្ញារូបមនុស្សស្ដាំដៃទៅពេលនេះបងប្អូនទាំងអស់គ្នាឃើញខាងលើនេះហើយឃើញរូបភាពរបស់យើងជាមួយនឹង ID លេខទូរស័ព្ទរបស់យើងចឹងមានន័យថាយើងបានបង្កើត account Alipay រួចហើយអញ្ចឹងសម្រាប់ account Alipay គឺយើងបានបង្កើតរួចហើយយើងចូលមកកាន់ app 1688របស់យើងវិញយើងភ្ជាប់ account 1688របស់យើងវិញយើងចូលសញ្ញារូបមនុស្សស្ដាំដៃចូលសញ្ញារូបមនុស្សស្ដាំដៃមកហើយបន្ទាប់មកទៀតយើងមានជំរើសពីរនៅក្នុងការភ្ជាប់ជាមួយនឹង account 1688ទី1យើងភ្ជាប់ជាមួយតាប៉ៅទី2គឺយើងភ្ជាប់ជាមួយនឹង Alipay អញ្ចឹងខ្ញុំភ្ជាប់ជាមួយនឹង Alipay អញ្ចឹងបងប្អូនទាំងអស់គ្នាអាចចុចលើ Alipay នេះមកដើម្បីធ្វើការភ្ជាប់មកដល់កន្លែងនេះយើង log in មកដើម្បីធ្វើការបញ្ជាក់ពីការភ្ជាប់ account របស់យើងជាមួយនឹង Alipay អញ្ចឹងឥឡូវនេះគឺខ្ញុំបានភ្ជាប់ account 1688របស់ខ្ញុំហើយជាមួយនឹង Alipay ហើយអញ្ចឹងខ្ញុំអាចធ្វើការប្រើប្រាស់និងកម្មង់បញ្ជាទិញទំនិញពី1688ហើយអញ្ចឹងសម្រាប់សំណួរបន្ថែមមានចម្ងល់កន្លែងណាគឺអាចឆាតសួរ private chat ជាមួយនឹងខ្ញុំបន្ថែមទៀតបានអរគុណ